យុទ្ធគុណចម្រុះបុរាណលើកទី2នឹងមានតាំងពីពណ៌យុទ្ធគុណនិងសាក់យ័ន្តបុរាណខ្មែរព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុណចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចហ៊ុនម៉ាណែតលើកទី2ឆ្នាំ2025នឹងមានការរៀបចំតាំងពីពណ៌បង្ហាញអំពីយុទ្ធគុណបុរាណខ្មែរព្រមទាំងមានការរៀបចំបង្ហាញការសាក់យ័ន្តបុរាណដូនតាខ្មែរដែលមានជាប់តាក់ទងទៅនឹងយុទ្ធមន្តនិងក្បាច់គុណខ្មែរលើសពីការប្រកួតលើកទី1នេះបើតាមការបញ្ជាក់របស់ឯកឧត្តមវត្តចម្រើនអគ្គលេខាធិការគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជានៅពិធីបិទសិក្ខាសាលាស្ដីពីបច្ចេកទេសមូលដ្ឋានយុទ្ធគុណចម្រុះលើកទី1វគ្គទី2ថ្ងៃទី31ឧសភានៅសាលាកីឡាគុណធម៌ឯកឧត្តមមានប្រសាសន៍ថាការប្រកួតកីឡាយុទ្ធគុណចម្រុះខ្មែរបុរាណលើកទី2នឹងបង្ហាញមហាជនកាន់តែច្រើនថែមទៀតអំពីក្បួនក្បាច់យុទ្ធគុណចម្រុះបុរាណខ្មែរយុទ្ធបកកចម្បាំងបុរាណនិងការសាក់យ័ន្តបុរាណដូនតាខ្មែរដែលបានបន្សល់ទុកមានជាប់តាក់ទងគ្នាក្នុងក្បួនខ្នាតក្បាច់គុណខ្មែរកន្លងមកឯកឧត្តមធ្លាប់បានអះអាងថាការប្រកួតលើកទី2នឹងមានការប្រកួតច្រើនជាងមុនដោយបានបញ្ចូលវិញ្ញាសាការប្រកួតទម្រង់គុណខ្មែរចំបាប់បុរាណនិងវាយខែលបុរាណខ្មែរព្រមទាំងតាមជនជាតិដើមភាគតិចគួយលើសពីការប្រកួតត្រឹមយុទ្ធគុណចម្រុះកាលពីលើកទី1ឯកឧត្តមវត្តចម្រើនរំពឹងថាការប្រកួតកីឡាយុទ្ធគុណចម្រុះខ្មែរលើកទី2ដែលបដូរទីតាំងមកធ្វើនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកនឹងទទួលបានការគាំទ្រពីមហាជនអ្នកគាំទ្រកីឡាយុទ្ធគុណចម្រុះនិងអ្នកគុណនិយមមកទស្សនាច្រើនលើសលប់មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមវត្តចម្រើនក៏បានអំពាវនាវដល់ចាស់ព្រឹទ្ធាចារ្យមានជំនាញលើក្បាច់គុណបុរាណខ្មែរមកពីគ្រប់ទិសទីនៃកម្ពុជាឲ្យចូលរួមក្នុងការប្រកួតកាន់តែច្រើនដើម្បីជួយដល់គណៈកម្មការចំពោះកិច្ចគ្រប់គ្រងលើការងារស្រាវជ្រាវគម្ពីរយុទ្ធគុណយុទ្ធមន្តនិងបានសិក្សាស្រាវជ្រាវចងក្រងអំពីក្បាច់គុណបុរាណនិងយុទ្ធមន្តបុរាណខ្មែរដោយឡែកវគ្គសិក្ខាសាលាស្ដីពីយុទ្ធគុណចម្រុះខ្មែរបុរាណលើកទី1វគ្គទី2នៅសាលាកីឡាគុណធម៌មានសិក្ខាកម្មជាគ្រូបង្វឹកតាមបណ្ដាក្លឹបអង្គភាពកងទ័ពនិងកីឡាករគុណនិយមចំនួន70រូបបានបញ្ចប់វគ្គសិក្ខាសាលាដោយជោគជ័យហើយបានស្រូបយកចំណេះជំនាញអំពីបច្ចេកទេសកីឡាគុណចម្រុះខ្មែរបុរាណកាន់តែច្រើនកាន់តែស៊ីជម្រៅដើម្បីត្រៀមខ្លួនបង្វឹកទៅកាន់កីឡាករកីឡាការិនីក្នុងក្លឹបនីមួយៗសម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខគោលបំណងសំខាន់ៗក្នុងវគ្គសិក្សាស្ដីពីយុទ្ធគុណចម្រុះខ្មែរបុរាណលើកទី1រួមមានការបញ្ជ្រាបបច្ចេកទេសមូលដ្ឋានគ្រឹះមុតស្រួចក្នុងកីឡាយុទ្ធគុណចម្រុះខ្មែរបុរាណការបញ្ជ្រាបបច្ចេកទេសការប្រើប្រាស់កម្លាំងកាយក្នុងយុទ្ធគុណចម្រុះឲ្យកាន់តែមានភាពខ្លាំងក្លារឹងមាំនិងការពង្រឹងអំពីរបៀបផ្ទេរចំណេះដឹងពីគ្រូបង្វឹកទៅកីឡាករកីឡាការិនីការប្រកួតកីឡាយុទ្ធគុណចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចហ៊ុនម៉ាណែតលើកទី2នឹងធ្វើឡើងនៅថ្ងៃទី27ដល់ថ្ងៃទី30ខែវិច្ឆិកានៅពហុកីឡដ្ឋានជាតិអូឡ িম্প ិក